តម្លៃអាជីមាសនៅព្រឹកថ្ងៃទី5 ខែ 6 ឆ្នាំ 2026 នេះបាទស្វាគមន៍មកបងប្អូនគ្នាមកជួបជុំបែបនេះនៅក្នុងវីដេអូថ្មីយើងឃើញថារយៈពេលប្រហែលថ្ងៃនេះឬក៏នៅក្នុងសប្តាហ៍នេះពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រគឺតម្លៃនេះមិនទាន់បែកទៅណាខ្លាំងនោះទេបងប្អូនទាំងគ្នាគឺនៅតែឡើងចុះចន្លោះរង្វង់100លេខទៅ200លេខតែប៉ុណ្ណោះការឡើងចុះនេះដែរគឺជាឱកាសល្អឬក៏ជាពេលវេលាមួយសម្រាប់បងប្អូនដែលចូលចិត្តទិញលក់ខ្លីៗគឺល្អខ្លាំងមែនទែនដោយសារតែតម្លៃនេះគឺអត់បែកទៅណាអញ្ចឹងហើយគឺយើងទិញលក់ high low បងប្អូនទាំងគ្នានៅព្រឹកនេះមានបានបើកសារនៅក្នុងតម្លៃ$5,390នៅក្នុងមួយដំឡឹងឬក៏ស្មើនឹង$4,474នៅក្នុងមួយអោនយើងក្រឡេកទៅមើលស្ថានភាពដែលមជ្ឈមពពាឯនោះវិញទីផ្សារកំពុងតែយកចិត្តទុកដាក់ទៅលើការចរចាឬក៏កិច្ចប្រជុំរវាងប្រទេសលីបង់ជាមួយនឹងអ៊ីស្រាអែលដែលធ្វើការសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកA few moments later ការចរចានេះគឺហាក់បីដូចជាពិបាកទៅរួចមែនទែនដោយសារតែប្រទេសលីបង់ចរចាឲ្យអ៊ីស្រាអែលធ្វើការមានបទឈប់បាញ់ជាមួយនឹងប្រទេសលីបង់និងក្រុមហាម៉ាស់ដែលនៅក្នុងប្រទេសលីបង់បើសិនជាបងប្អូនអត់ទាន់ដឹងប្រទេសលីបង់ត្បិតថាជាប្រទេសឯករាជ្យក៏ប៉ុន្តែមែនប៉ុន្តែហាក់បីដូចជាប្រទេសមួយមានក្បាលម៉ាស៊ីន2មានក្បាលម៉ាស៊ីន2បានន័យថាអ្នកដឹកនាំរដ្ឋាភិបាលផ្សេងអ្នកដឹកនាំកងទ័ពផ្សេងគឺគ្រប់គ្រងដោយក្រុមហាម៉ាស់ហើយក្រុមហាម៉ាស់ហ្នឹងគឺនៅពីក្រោមបង្គាប់របស់អ៊ីរ៉ង់អញ្ចឹងក្រុមហាម៉ាស់ហ្នឹងតែងតែធ្វើការរកគូនទៅលើប្រទេសអ៊ីស្រាអែលអញ្ចឹងហើយបានប្រទេសអ៊ីស្រាអែលធ្វើការវាយសង្គ្រប់ទៅកាន់ក្រុមហាម៉ាស់នៅពេលដែលវាយសង្គ្រប់ទៅកាន់ក្រុមហាម៉ាស់សួរថាវាយនៅកន្លែងណាគឺវាយនៅក្នុងប្រទេសលីបង់នឹងឯងតិចទីប្រទេសលីបង់នឹងឯងបងប្អូនទាំងគ្នាដូច្នេះហើយការចរចានេះហាក់បីដូចជាពិបាកទៅរួចមែនទែនដែលឲ្យអ៊ីស្រាអែលឈប់វាយប្រហារទៅកាន់ក្រុមហាម៉ាស់ដោយសារតែក្រុមហាម៉ាស់គឺនៅតែបន្តរកគូនដដែលទេគឺតែជាក្រុមនៅក្រោមបង្គាប់របស់អ៊ីរ៉ង់ដោយបងប្អូនដឹងស្រាប់អញ្ចឹងគឺក្រុមទាំងអស់ហ្នឹងសិតតែគេហៅថាក្រុមភេរវកម្មអញ្ចឹងក្រុមពូហ្នឹងគឺមិនល្អទេនៅក្នុងប្រទេសណាគឺរលាយប្រទេសនោះអញ្ចឹងសរុបជារួមមកការចរចារវាងប្រទេសទាំងពីរអ៊ីស្រាអែលជាមួយលីបង់ហាក់បីដូចជាពិបាកទៅរួចបើសិនជាអ៊ីស្រាអែលនិងលីបង់ពិបាកទៅរួចអាមេរិកជាមួយនឹងអ៊ីរ៉ង់ឯនោះក៏ពិបាកដែរពីព្រោះអ៊ីរ៉ង់ថាអ៊ីរ៉ង់នឹងបើកច្រកសមុទ្រហូម៉ូនឹងបន្តបទឈប់បាញ់បើសិនជាអ៊ីស្រាអែលឈប់វាយប្រហារទៅកាន់ប្រទេសលីបង់អញ្ចឹងវាបន្តបតិកលាគ្នាស្មុគស្មាញពេញហ្នឹងបងប្អូនទាំងគ្នាអញ្ចឹងរឿងហ្នឹងវាស្មុគស្មាញទៅវាពិបាកដោះស្រាយមែនតើអញ្ចឹងហើយយើងឃើញតែតម្លៃមាសទៅណាអត់រួចទេគឺនៅឡើងចុះហ្នឹងប៉ុន្តែយើងអត់ទាន់ដឹងថានៅយប់នេះមានព័ត៌មានទាក់ទងនឹងទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺ Non-Farm Payroll អញ្ចឹងយើងក៏អត់ទាន់ដឹងថាយ៉ាងណាដែរខ្ញុំនឹងនិយាយលម្អិតអំពី Non-Farm Payroll នៅយប់នេះហើយថាទីផ្សារអាចនឹងមានការផ្ដោតអារម្មណ៍ចឹងមិនហើយ Non-Farm Payroll អាចនឹងធ្វើឲ្យមាសឡើងឬក៏ចុះដែរអញ្ចឹងសម្រាប់បងប្អូនដែលចង់តាមដានអាចតាមដាននៅក្នុងវីដេអូក្រោយសម្រាប់បងប្អូនដែលចង់តាមដានព័ត៌មានបន្ថែមបងប្អូនអាច join នៅក្នុង Channel Telegram ក៏ដូចជា follow page Facebook ផ្លូវការរបស់ខ្ញុំបាទបានផងដែរ